ដើម្បីយកថ្លៃទឹកដោះទៅទិញផ្ទះឲ្យប្អូនប្រុសនាងសុកចិត្តរៀបការជាមួយទាហានម្នាក់តែយប់សំដំណេកនាងបែរជាដេញគាត់ចេញទៅដេកបន្ទប់ម្ខាងទៅគុំសង្ឃឹមថាបានប៉ះសំបីតែមុនពេលគាត់ស្លាប់ក៏នាងមិនទៅមើលមកគាត់ជាលើកចុងក្រោយដែររហូតដល់នាងរៀបចំរបស់របរទើបឃើញសៀវភៅកំណត់ហេតុទីបំផុតខ្ញុំបានរៀបការជាមួយនារីដែលខ្ញុំស្រឡាញ់ហើយនាងពិតជាស្អាតណាស់នាងទាំងស្មារតីបរិសុទ្ធមុខស្ងួតម្នាក់នេះលួចស្រឡាញ់នាងយូរណាស់មកហើយនាងទើបតែនឹកឃើញពីមុនទោះនាងធ្វើឲ្យផ្ទះញ៉ៃញ៉ៃយ៉ាងណាឬលួចយករបស់ទៅឲ្យផ្ទះម្ដាយនាងក៏គាត់មិនដែលថាអ្វីមួយម៉ាត់សំបីតែពេលស្លាប់ក៏គាត់បន្សល់ទ្រព្យទាំងអស់ឲ្យនាងតែនាងបែរជាបោះបង់ម្ដាយក្មេកចោលនាងយកលុយទៅបើកហាងបាយខ្លួនឯងពេលរកលុយបានក៏ទិញឡានទិញផ្ទះឲ្យប្អូនប្រុសក្មួយប្រុសថែមទាំងធ្វើបណ្ដាំចែកទ្រព្យឲ្យក្មួយប្រុសទៀតផងតែចុងក្រោយក្មួយប្រុសជាអ្នកដកទុយយកអុកស៊ីសែននាងដោយផ្ទាល់ដៃមុនពេលស្លាប់នាងទើបនឹកឃើញដល់បុរសតែម្នាក់គត់ដែលល្អចំពោះនាងបើសិនជាអាចមានឱកាសម្ដងទៀតខ្ញុំច្បាស់ជាសងគុណគាត់ឲ្យបានល្អនឹកស្មានមិនដល់ពេលបើកភ្នែកឡើងនាងបានត្រឡប់ទៅ48ឆ្នាំមុនពិតមែនការចងចាំចាប់ផ្ដើមផុសឡើងឆ្នាំនេះម្ដាយនាងបង្ខំឲ្យរៀបការជាមួយចៅសូគូដើម្បីតែលុយហើយនៅ4ឆ្នាំក្រោយគាត់នឹងភ្លីជីវិតនៅលើសមរភូមិព្រមទាំងប្រគល់លុយទាំងអស់ឲ្យនាងបើជាតិនឹងត្រូវជួបបញ្ចប់បែបនេះដដែលអញ្ចឹងប៉ុន្មានឆ្នាំនេះនាងត្រូវតែមើលថែគាត់ឲ្យបានល្អគិតរួចនាងក៏ស្ទុះរត់ចេញទៅក្រៅស្រាប់តែសំឡេងទឹកហូរនៅក្នុងបន្ទប់ទឹកនាងដឹងថាជាគាត់កំពុងងូតទឹកនាងដកដង្ហើមធំប្រមូលភាពក្លាហានហើយរុញទ្វារឈើនោះចូលទៅស្រាប់តែនាងមិននឹកស្មានថារាងគាត់ស្អាតយ៉ាងនេះសោះសាច់ដុំហាប់ណែនដូចរូបចម្លាក់អញ្ចឹងនាងកាលពីជាតិមុនប្រកាសជាខ្វាក់ភ្នែកហើយទើបស្អប់គាត់បុរសនោះប្រញាប់ទាញកន្សែងមករំខ្លួនជាប់ហើយស្រែកសួរខ្ញុំមកយកខោអាវប្រឡាក់របស់បងនាងអៀនឡើងក្រហមមុខស្ទុះទាញខោអាវរត់ចេញមកក្រៅយ៉ាងលឿនរត់បុកទ្វារទៀតផងពេលមកដល់ក្នុងបន្ទប់វិញបេះដូងនាងនៅតែលោតញាប់ដដែលនាងប្រញាប់ចូលក្នុងភួយទើបដឹងថាដៃនាងកំពុងតែឈឺសង្គាភ្លេចបាត់ថាដៃខ្លួនឯងមានរបួសកាលពីព្រឹកមិញមានជនពាម្នាក់តាមចង់បំពាននាងក៏រត់គេចរហូតដួលបោកនឹងដីរលត់ដៃអស់មួយផ្ទាំងធំមុននេះឈប់ហូរឈាមហើយតែដោយសាររត់បុកទ្វារអំបញ្ញមិញទើបវាហូរឈាមមកវិញពេលកំពុងខំមាត់ទ្រាំឈឺស្រាប់តែទ្វាររបើកឡើងគាត់ដើរចូលមកទាំងរំកន្សែងចាស់មួយធ្វើមុខក្រញើសួរនាងខោអាវស្អាតមិញនេះនាងយកមកបាត់ហើយចៅយីឡាននាងទាំងបន្តិចមិញនេះភ័យពេកចេះតែរកលេសទៅអ្នកណានឹងគិតថាវាស្អាតឬប្រឡាក់អីនោះតែមិនអាចចាញ់ប្រៀបគាត់ទេអ្នកណាឲ្យបងកំហុកដាក់អូនបងឯងកំហុកចឹងអូនភ័យណានាងធ្វើមុខកំសត់បរោះនោះទាំងនិយាយលេងចេញក៏ទាញខោអាវដើរចេញទៅក្រៅវិញពេលត្រឡប់មកវិញគាត់ស្លៀកពាក់រួចរាល់មានដំណក់ទឹកហូរស្រក់តាមសាច់ដុំទ្រូងគាត់ធ្វើឲ្យនាងលួចសម្លឹងមើលភ្លឹកស្មារតីតតែគាត់ដើរមកឈរមុខក្រែទើបដឹងខ្លួនគាត់សម្លឹងមើលនាងធ្វើភ្នែកព្រិចហាក់ដូចជាកំពុងគិតអ្វីម្យ៉ាងជាតិមុនអត់មានឈុតនឹងទេតើនាងរៀបនឹងហាមាត់សួរស្រាប់តែគាត់ទាញដៃនាងឡើងសម្លឹងមើលមុខនាងរួចសួរដោយបារម្ភនាងឈឺខ្លាំងទេសម្លេងដ៏ក្រអួនរបស់គាត់ទាញស្មារតីនាងមកវិញអូនមិនអីទេតែមើលទៅគាត់ច្បាស់ជាមិនជឿទេគាត់ក៏យកប្រអប់ថ្នាំមកលាងរបួសនិងលាបថ្នាំឲ្យនាងយ៉ាងថ្នមត្រូវថ្នាំក្រហមវាផ្សាបន្តិចមែនតែនាងប្រឹងសង្កត់អារម្មណ៍មិនបញ្ចេញសម្លេងអ្វីទាំងអស់គាត់ងើបមុខសម្លឹងនាងបន្តិចរួចពោលថាសុទ្ធតែរកសាច់រឿងខ្លួនឯងនិយាយចប់គាត់ក៏លែងដៃនាងរៀបចំទុកប្រអប់ថ្នាំហើយរៀបនឹងដើរចេញទៅក្រៅឃើញគាត់រកចេញទៅក្រៅនាងក៏ប្រញាប់ស្រែកសួរបងរកទៅណាយប់ហ្នឹងមិនដេកបន្ទប់តែមួយជាមួយអូនទេគាត់ងាកមកមើលនាងដោយភ្ញាក់ផ្អើលកាលពីកន្លះឆ្នាំមុននាងមិនព្រមរៀបការជាមួយគាត់ទេដើម្បីកុំឲ្យមានរឿងអ្វីកើតឡើងនៅយប់សំដំណេកនាងសុកចិត្តច្រហារងាឲ្យខ្លួនឯងគ្រុនក្តៅគាត់ដឹងថានាងមិនពេញចិត្តក៏រកលេសដើម្បីបែកបន្ទប់គ្នាដេកតែនាងឥឡូវនេះមិនដូចពីមុនទៀតទេបើបងមិនដេកបន្ទប់នេះទេចុះបើម៉ែដឹងគាត់គិតថាម៉េចទៅម៉ែខ្ញុំគាត់មិនថាអីទេគាត់នៅមុខបងគាត់មិនថាអីទេចុះពេលបងទៅបាត់វិញនោះយប់នេះបើបងហ៊ានដើរចេញសាក់មើលទីបំផុតគាត់ក៏សម្រេចចិត្តនៅវិញដោយយកភួយមកក្រាលដេកផ្ទាល់ដីគាត់ដេកលក់យ៉ាងស្ងៀមស្ងាត់បរិយាកាសក្នុងបន្ទប់ស្ងាត់ជ្រងរហូតឮតែសំឡេងបេះដូងនាងលោតមិនបានទេបណ្ដោយបែបនេះមិនកាត់ទេនាងសម្រេចចិត្តចុះពីលើគ្រែរត់ទៅកន្លែងដេកគាត់ហើយលូចចូលទៅដេកជិតគាត់យ៉ាងរហ័សគាត់ស្ទុះក្រោកឡើងភ្លាមនាងចង់ធ្វើអីហ្នឹងរាងកាយគាត់ញ័រត្រើតនាងនឹកឃើញលេសភ្លាមចង់អូសទៅគ្រែមានកណ្ដុរគាត់ងើបទៅបើកភ្លើងរកមើលពេញលើគ្រែរួចសួរដោយទឹកមុខស្ងួតមានកណ្ដុរណែណាមិញហ្នឹងវាមានតាប្រហែលវាលោតចេញទៅបាត់ហើយមែនទេអត់មានទេទៅដេកលើគ្រែវិញទៅចៅយីឡាននាងរអ៊ូងើដើរទៅអង្គុយលើគ្រែវិញយឺតរងចាំមើលគាត់បិទភ្លើងដេកវិញពេលគាត់ដេកចុះភ្លាមនាងក៏លួចចុះទៅគេងក្បែរគាត់ម្ដងទៀតយ៉ាងស្ទាត់ជំនាញមិនទៀតហើយអូនខ្លាចចុះបើកណ្ដុរវាមកទៀតគិតម៉េចគាត់អស់ពាក្យនិយាយក៏ទៅវិញមាត់ខ្លីតាមចិត្តនាងចុះរួចមិនខ្វល់ពីនាងទៀតទេនាងអោបគាត់ស្អិតញឹមយ៉ាងមានក្តីសុខដូចបានអោបផ្លាដុតកម្ដៅនៅរដូវក្ដៅអញ្ចឹងស្រាប់តែគាត់និយាយបំបែកភាពស្ងាត់ស្ងៀមថាលើកនេះខ្ញុំមានច្បាប់សម្រាប់ប៉ុន្មានថ្ងៃយើងរកពេលទៅលេងលះគ្នាទៅនាងទាំងថ្មឹងជាតិមុនអត់មានរឿងនឹងទេស្ទុះក្រោកអង្គុយឡើងចៅសូគូបងអញពិតជាអាត្មានិយមមែនគាត់ភ្ញាក់ព្រឹតពេលនាងជេរគាត់បែបនេះនាងបន្តទាំងខឹងយើងទើបរៀបការបានប៉ុន្មានបងចង់លេងលះខ្ញុំបាត់ទៅហើយបងឲ្យខ្ញុំយកមុខទៅទុកឯណាខ្ញុំអាចប្រាប់គេថាមកពីខ្ញុំអាក្រក់ចុះយ៉ាងម៉េចខ្ញុំជាកូនក្រមុំព្រហ្មចារីឯម៉ាយតាមានអ្នកណាយកខ្ញុំទៀតម្យ៉ាងបងជាទាហានតើគេនឹងនិយាយដើមខ្ញុំថាម៉េចខ្លះគាត់ស្ដាប់ហើយក៏គាំងនិយាយលេងចេញកំពុងតែរកហាថាតែត្រូវនាងកាត់ផ្ដាច់បើគិតចង់រៀបការហើយបងត្រូវតែទទួលខុសត្រូវលើខ្ញុំមួយឆ្នាំបងមិនសូវនៅផ្ទះទេបងដឹងថាជំពាក់ខ្ញុំប៉ុណ្ណាទេខ្ញុំប្រាប់បងឲ្យដឹងចុះមានតែអូនទេដែលមានសិទ្ធិសុំលេងលះបងគ្មានសិទ្ធិទេនិយាយចប់នាងក៏ផ្ដួលខ្លួនដេកបែរក្នុងដាក់គាត់ឈប់និយាយបន្តទៀតនាងក៏ដឹងខ្លួនឯងថារៀងរឹងរូបបន្តិចមែនតែបើមិនធ្វើចឹងមិននឹងបញ្ឈប់គាត់បានរហូតដល់ព្រឹកឡើងនាងនៅតែធ្វើមុខក្រញើពេលញ៉ាំបាយព្រឹកបរិយាកាសក្នុងផ្ទះតានតឹងមែនតែនសំបីតែឪពុកម្ដាយក្មេកនាងក៏មិនហ៊ានមាត់ក៏ដែរព្រោះចរិតកូនប្រសាម្នាក់នេះគ្មានអ្នកណាហ៊ានប៉ះទេអ្នកដែលអង្គុយញ៉ាំបាយស្ងៀមស្ងាត់ម្នាក់ទៀតគឺលីស៊ីវជុនគេជាកូនរបស់មិត្តរួមអាវុធគាត់ដោយសារឪពុកគេភ្លីទើបគ្មានអ្នកមើលថែទើបគាត់យកមកចិញ្ចឹមជាតិមុននាងស្អប់ក្មេងនេះណាស់មិនដែលធ្វើល្អដាក់ទេសំបីតែរបស់ដែលប្តីនាងទិញឲ្យក្មេងនេះក៏នាងយកទៅឲ្យផ្ទះម្ដាយនាងដែរប៉ុន្តែគឺក្មេងម្នាក់នេះហើយពេលនាងជិះជាអ្នកមកមើលនាងនៅមន្ទីរពេទ្យដាំស៊ុបក្តៅឲ្យនឹងឲ្យលុយនាងថែមទៀតនាងសម្លឹងមើលក្មេងស្គមស្កាយក្តីអាណិតអាសូរក៏ចាប់ពងមាន់ក្នុងចាននាងដាក់ចូលចានក្មេងនោះធ្វើឲ្យក្មេងនោះភ័យចង់ជ្រុះចានអ្នកផ្សេងទៀតក៏សម្លឹងមើលនាងដោយភ្ញាក់ផ្អើលនាងគ្រាន់តែប្រាប់ដោយសំឡេងស្ងប់ស្ងាត់ថាអូនញ៉ាំលេងចូលហើយក្មេងនោះអន់មុខញ៉ាំពងមាន់នោះបន្តិចម្ដងមិនដឹងថាដោយសារមិនហ៊ានញ៉ាំឬស្ដាយមិនហ៊ានខំធំទេម្ដាយក្មេងឃើញសភាពការអញ្ចឹងក៏បន្ធូរបរិយាកាសសូគូអាការរៀបការនឹងឯងទៅប្រញាប់ពេកអត់បានទៅសំពះអ្នកមានគុណខាងស្រីទេ
ញ៉ាំបាយហើយជូនប្រពន្ធឯងទៅលេងផ្ទះម្ដាយនាងបន្តិចទៅគាត់កំពុងតែញ៉ាំបាយក៏ឆ្លើយយល់ព្រមយ៉ាងខ្លីម្ដាយក្មេកនិងឪពុកក្មេកក៏ប្រញាប់រៀបចំអីវ៉ាន់ឲ្យពួកគេយកទៅផ្ទះខាងស្រីពេលនាងញ៉ាំបាយរួចអីវ៉ាន់ក៏រៀបចំរួចរាល់ដែរគាត់បំរុងនឹងលីអីវ៉ាន់ទៅហើយតែនាងក៏រារាំងគាត់ម្ដាយក្មេកនាងស្មានថានាងតិចក៏ប្រែទឹកមុខបំរុងនឹងពន្យល់ស្រាប់តែនាងដកយកទឹកដោះគោមសៅពីកំប៉ុងចេញមកដាក់មួយឡែកអានឹងទុកឲ្យក្មួយស៊ីវជន់ផឹកទៅក្មេងកំពុងលូតលាស់ផឹកទឹកដោះគោល្អរួចនាងក៏រើសយកតែសាច់ជ្រូកបន្តិចនិងត្រីមួយក្បាលឲ្យប្តីនាងកាន់តោះយកតែប៉ុណ្ណឹងបានហើយឪពុកម្ដាយក្មេកសម្លឹងមុខគ្នាដោយក្តីភ្ញាក់ផ្អើលតែនាងមិនបាននិយាយអ្វីទៀតទេក៏ទាញដៃប្តីនាងដែលចេញទៅផ្ទះនាងនៅភូមិជាប់គ្នាត្រូវដើរថ្មើរជើងជិត2ម៉ោងទើបដល់ពេលទៅដល់មនុស្សក្នុងផ្ទះត្រេកអរយ៉ាងខ្លាំងជាពិសេសយាយនាងរាក់ទាក់ជាងគេតែគ្រាន់តែឃើញអីវ៉ាន់តិចតួចក៏បដូរទឹកមុខភ្លាមប្តីនាងឆ្លាតណាស់មើលដឹងភ្លាមក៏ឈររៀងទើសតបន្តិចនាងក៏ទាញដៃគាត់ឲ្យអង្គុយចុះយាយនាងយកសាច់និងត្រីទៅចង្ក្រានបាយបាត់ទៅចំណែកម្ដាយនាងក៏អង្គុយនិយាយលេងជាមួយប្តីនាងមិនបានប៉ុន្មានផងក៏និយាយដល់រឿងកូនស្រីអ្នកជិតខាងប្តីគេទិញកង់ថ្មីមួយឲ្យនាងគ្រាន់តែឆ្លើយមួយម៉ាត់កាត់រឿងជាតិមុននាងចាំបានថានាងបង្ខំឲ្យប្តីនាងទៅសុំសម្បត្តិទិញកង់ឲ្យនាងរួចក៏យកកង់នោះមកឲ្យប្អូនប្រុសនាងជិះដើរលេងយ៉ាងរំភើយពេលនេះប្តីនាងអង្គុយក្បែររៀបនឹងហាមាត់យល់ព្រមទៅហើយស្រាប់តែនាងលួចខ្ទេចផ្លូវគាត់មួយទំហឹងហើយនាងក៏កាត់សម្ដីមុនសម្បត្តិទិញកង់លំបាកសុំណាស់ម៉ែសំបីតែពួកកូនក៏មិនទាន់មានកង់ជិះផងនាងនឹកឃើញរឿងអតីតកាលជាតិមុនរឿងគ្រប់យ៉ាងគឺចាប់ផ្ដើមពីពេលនេះមកសុំនាឡិកាយូរទៅសុំឡានសុំផ្ទះសុំទ្រព្យសម្បត្តិទាំងអស់តែម្ដងម្ដាយញញឹមទាំងបង្ខំចិត្តចុះមិនក៏មីងលីងចិត្តខាងយើងគេមានសម្បត្តិទិញព្រោះកូនប្រសាគេធ្វើការនៅទីក្រុងអីចុះកាលនឹងម៉ែអញមិនលក់ខ្ញុំឲ្យអ្នកក្រុងទៅយកប្តីទីហ៊ានវាគ្មានលុយទេរកសម្បត្តិទិញកង់មិនបានទេពាក្យថាលក់នេះធ្វើឲ្យម្ដាយនាងឡើងក្រហមមុខឯប្តីនាងវិញក៏ធ្វើមុខមិនសូវស្រួលដែរទោះបីជាលំបាកបន្តិចតែពាក្យថាតែមិនទាន់ផុតពីមាត់ផងនាងក៏លួចខ្ទេចផ្លូវគាត់ម្ដងទៀតខ្ទេចចង់ដាច់សាច់ម្ដងនេះធ្វើឲ្យគាត់ឈឺឈៀបរហូតត្រូវបិទមាត់ឈឹងនាងងើបឈរឡើងខ្ញុំទៅចំការមើលពុកនិងប្អូនស្រីសិនហើយគាត់រៀបនឹងលូកយកលុយអាំងប៉ាវទៅហើយតែត្រូវនាងខ្ទេចផ្លូវជាលើកទី3ចុងក្រោយក៏មិនបានឲ្យលុយអាំងប៉ាវទៅម្ដាយក្មេកទេពេលទៅដល់ចំការនាងសួរទុកពុកនាងរួចក៏ហៅប្អូនស្រីមកនិយាយរឿងដាច់ឡែកនេះហើយជាគោលបំណងពិតប្រាកដដែលនាងមកទីនេះជាតិមុនប្អូនស្រីនាងអាយុមិនទាន់20ផងត្រូវគេបង្ខំឲ្យរៀបការជាមួយមនុស្សខ្វិនហើយថែមទាំងចូលចិត្តវីធ្វើបាប